បាទក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញទាក់ទងនឹងរបៀបចូលទៅ download កម្មវិធី AnyDesk ហើយនឹងធ្វើការ install បាទអញ្ចឹងទាក់ទងនឹងកម្មវិធី AnyDesk គឺយើងប្រើសម្រាប់ធ្វើការ remote ដើម្បីចូលទៅកាន់កុំព្យូទ័រមួយទៀតពីចម្ងាយដើម្បីធ្វើការដោះស្រាយបញ្ហាអញ្ចឹងកន្លែងនេះយើងមកកន្លែង search នេះមកហើយយើង search ដាក់ពាក្យ យើងដូរភាសាសិនដាក់ AnyDesk អូខេទៅ enter ចឹងយើងឃើញតើតង AnyDesk យើងចូលមក website កម្មវិធី AnyDesk ហ្នឹងមកបាទចុចចូលទៅក្នុងហ្នឹងទៅបាទចឹងកន្លែងនេះយើងយកកន្លែង download now នេះបាទចឹងបន្ទាប់ពីយើង download now ហើយអញ្ចឹងវានឹងទទួលបានជាមកមើលកន្លែង download នេះដែលយើងបាន download នេះបាទចូលមើលកន្លែងហ្នឹងទៅបាទហើយបន្ទាប់មកយើងចូលមកកន្លែងនេះ folder show in folder ទៅនេះមកបាទអញ្ចឹងយើង download បានហើយទាក់ទងនឹងកម្មវិធី AnyDesk ហ្នឹងបាទអញ្ចឹងយើងអាចចូលទៅដំឡើងបានអូខេយើងគ្រាន់តែមកស្ដាំលើកម្មវិធី AnyDesk ហ្នឹងមកអញ្ចឹងកន្លែងនេះយើងយកពាក្យ install អូខេយកកន្លែងនេះ run as administrator អូខេចុចពាក្យ yes អូខេអញ្ចឹងយើងធ្វើការដំឡើងអូខេចឹងកន្លែងនេះយើងបានដំឡើងវាហើយប៉ុន្តែយើងត្រូវចូលទៅចុចកន្លែងនេះតើតើនឹង install AnyDesk នេះបន្តទៀតចុចកន្លែងហ្នឹងមកបាទអូខេហើយកន្លែងនេះចុចកន្លែង accept ទៅនេះមកបាទអូខេអូខេអញ្ចឹងកន្លែងនេះបើសិនជាយើងមានតាក់ទងនឹង account ដែលយើងធ្លាប់បានប្រើប្រាស់ពីមុនទេយើងអាចចូលទៅ login បានបាទអូខេអញ្ចឹងកន្លែងនេះយើងមកមើលកន្លែងនេះ new section កន្លែងនេះគេ welcome យើងទេនៅពេលដែលយើងធ្វើការដំឡើងមុនដំបូងគឺយើងអាចចុចខ្វែងបានអញ្ចឹងកន្លែងនេះជាតាក់ទងនឹង IP address របស់យើងបាទអញ្ចឹងឧទាហរណ៍នៅពេលដែលកុំព្យូទ័រយើងមានបញ្ហាអីយើងអាច copy IP address នេះមកបាទតាក់ទងនេះកន្លែងយក address នេះបាទអូខេឬក៏អ្នកផ្សេងជាមានបញ្ហាអីយើងអាចចូលទៅ remote បានអញ្ចឹងនៅពេលដែលគេផ្ញើតាក់ទងនឹង IP address នេះមកអញ្ចឹងយើងគ្រាន់តែ copy IP address ហ្នឹងមកបញ្ចូលកន្លែងនេះកន្លែង enter remote address នេះបាទប៉ុណ្ណឹងមកហើយចុច enter ទៅឬក៏ចុចសញ្ញាព្រួយនេះក៏បានដែរបាទអញ្ចឹងនៅពេលដែលគេធ្វើការ remote ទៅយើងត្រូវទទួលតាក់ទង accept មានថាយើងត្រូវទទួលគេផងដើម្បីឲ្យគេចូលមកធ្វើការតាក់ទងការដោះស្រាយបញ្ហាកុំព្យូទ័រយើងបានបាទអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងឯង